ចេញរស់ស៊ីចេញលក់យូរបាត់ចុងបាត់ដើមអស់បងប្អូនណាខ្លះជួបបញ្ហានេះចាជម្រាបសួរបងប្អូនសម្រាប់ខ្ញុំចេញរស់ស៊ីមក2ឆ្នាំ3ឆ្នាំហើយខ្ញុំមិនដែលជួបបញ្ហាហ្នឹងទេដោយសារអីខ្ញុំកត់បងប្អូនសភៅខ្ញុំមួយគឺខ្ញុំកត់ចំណូលចំណាយខ្ញុំជារៀងរាល់ថ្ងៃអញ្ចឹងទៅគឺខ្ញុំមិនដែលខានតែក្នុងការកត់ហើយលុយខ្ញុំទៅច្រកណាក៏ខ្ញុំដឹងដែរសួរតែខ្ញុំហ្នឹងចំណេញអាចទប់ជាប់អត់ទប់អត់ជាប់ដូចគ្នាបងប្អូនតែគាត់ថាអាពាក្យដែលថាបាត់ចុងបាត់ដើមទៅណាអស់អត់ដឹងអញ្ចឹងសម្រាប់ខ្ញុំគឺអត់ទេគឺខ្ញុំដឹងគាត់ថាចំណាយរបស់ខ្ញុំរៀងច្រើនចំណេញខ្ញុំចំណេញតិចតួចដល់ពេលខ្ញុំចំណាយលើសពីអីដែលខ្ញុំចូលទៅអញ្ចឹងគឺវាចូលដើមយើងណាហើយយើងដឹងគាត់ថាបើសិនជាឧទាហរណ៍ហ្នឹងគេសួរថាមិនឥឡូវរៀងអស់អីវ៉ាន់អស់អីចឹងទៅថាចំណាយច្រើនហើយយើងអត់មានដើមបំពេញថែមលើសពីចំណេញរបស់យើងទៅធ្វើឲ្យយើងអត់មានអីវ៉ាន់ថែមច្រើនទេអញ្ចឹងការកត់គឺសំខាន់ណាស់សម្រាប់ខ្ញុំគិតថាអ្នកខ្លះគាត់ថាអូគាត់លក់តិចតួចចាំបាច់កត់ធ្វើអីទេពេលខ្លះអាចចំណាយតិចហ្នឹងជាអាវុធដែលថាឲ្យយើងបាត់អត់ដឹងខ្លួនទេតិចតួចដោយសារយើងលក់ចំណេញក៏វាតិចដល់ពេលយើងដកបន្តិច1000 2000 ទៅនេះនៅទៅគាត់ខ្ញុំកត់នេះពេលខ្លះលក់អញ្ចឹងលុយដល់ដែរបាន100000 5-100000ហ្នឹងទៅតែពេលគាត់ចំណាយយើងគិតតែមហូបគិតតែអី10000 20000ទេដល់ពេលអីផ្សេងដែលយើងអត់បានយើងបូកសរុបមកចង់ពី20000ដូចគ្នាកូនទា2000ទៅទិញអានេះ2000បង្អែមអីចឹងទៅស្អីទៅគឺច្រើនហើយបងប្អូនថាគាត់អញ្ចឹងញញ៉ាយអត់ញញ៉ាយបងប្អូនធ្វើកន្លងដូចខ្ញុំអញ្ចឹងមកគឺអត់ពិបាកទេខ្ញុំមានកន្លងអញ្ចឹងមកចំណូលចំណក់របស់ខ្ញុំអញ្ចឹងមកគឺអត់ពិបាកទេយើងធ្វើតែកន្លងមួយហ្នឹងខ្ញុំឲ្យមើលកន្លងនេះអានេះបងប្អូនមើលឃើញអានេះកន្លងមានចំណូលមកមានសំមានថ្ងៃទីអញ្ចឹងមកហើយយើងធ្វើតែកន្លងហ្នឹងហើយយើងអាចកត់បានហើយខ្ញុំកត់ជាប្រចាំថ្ងៃអញ្ចឹងខ្ញុំដឹងថាចំណាយតាណាអញ្ចឹងណាហើយបងប្អូនអ្នករស់ស៊ីគួរតែមានអានេះមួយដោយសារអីกระดาษនេះមួយដើម្បីកត់ជារៀងរាល់ថ្ងៃបងប្អូនធ្វើបានមកទៅគឺទំលាប់ហើយបងប្អូនកត់និយាយទៅមួយថ្ងៃ2ថ្ងៃ3ថ្ងៃដំបូងគឺមានអារម្មណ៍ថាធុញទ្រាន់ណាគាត់លក់ដូរខ្ញុំបាក់កត់ចេញកត់ចូលតែបងប្អូនកត់ចាប់ពីមកទៅគឺស្វមហើយស្វមដូចខ្ញុំអញ្ចឹងខ្ញុំកត់មកប្រហែលជាមួយឆ្នាំទេបងប្អូនអញ្ចឹងទៅមានទម្លាប់មួយហ្នឹងគឺល្អចំណាយចំណូលតាណាក៏យើងដឹងហើយយើងអាចបិទការចំណាយណាដែលវាអត់ចាំបាច់ណាចាអរគុណបងប្អូន